អស្រីចិញ្ចាំញល់ចិញ្ចាំរួចថ្លៃគាត់តលរលគាត់កំណាញ់ប្តីថ្ងៃណាចិត្តជាហៅប្តីដេកអីអាស្រ័យថ្ងៃណាចិត្តជាហៅប្តីដេកអីអាស្រ័យគាត់ត្រូលកំណាញ់នោះប្តីជេរផ្អើលអីអ្នកស្រុកអនអ្នកស្រុកកំឡោះអ្នកតាំងស្នេហ៍អ្នកភូមិឲ្យគេទៅចុះអូនតាមបាយខ្លោចអង្គុយបោចអីសក់ស្កើចាំមើលផ្លូវប្តីមកពីអីជ្រូតត្រូវអង្គុយនៃអាតមើលទៅឃើញស្រោនោះវាបាំងកមិនឃើញប្តីមកក៏លួចហត់អីសំឡមិនឃើញប្តីមកក៏លួចហត់អីសំឡរួចលួចទៅផឹកស្រាសសវឹងហើយឲ្យជេរប្តីឲ្យជេរប្តីលោកមូលថាបើប្រពន្ធជេរប្តីត្រូវអាប់រាសីក៏រកស៊ីនោះមិនបានមានកូន4 10ទៅខ្មាស់ញៀតអីសន្តានភ្នាក់ឡើងស្មាមានរួចថ្លៃបងអីគុំព្រះក្រោកពីប្រលើមណែមុនពេលអើយថ្ងៃរះក្រោកពីប្រលើមណែមុនពេលអើយថ្ងៃរះឃ្លាថ្វាយបង្គំព្រះរួចទៅដើរទៅស្រែដើរទៅស្រែលុបជ្រៃដល់បានកូនបីអូនកាហាច់អីអស់ចាពេលណាខាងបងអូនលួចទៅអីផាក់ស្រាបងខំធ្វើការរកប្រាក់ក៏ដើម្បីតរូបស្រីនាងមិនដែលគិតកូនមិនដែលគិតហើយពីប្តីមិនដែលគិតកូនមិនដែលគិតហើយពីប្តីរួចជួបមិត្តភក្តិស្រីស្រីរួចនិយាយតែដើមគេតែដើមគេយល់សពមិនយល់សងឯណែយល់សពមិនយល់សងយល់សពទៅដងដងនោះដងអីបាំងខែអនណាយល់សពមកឃើញកែនោះពេញអីសរមៃយល់សពពេញត្រីនោះគឺជាត្រីឆ្លាំងអនណាយល់សពមកឃើញឆ្នាំងចាំងនោះគឺជាឆ្នាំងបាយយល់សពឃើញបាយនោះគឺជាបាយក៏អនណាយល់សពមកឃើញត្រកនោះគឺជាត្រកត្រីយល់សពឃើញត្រកនោះត្រង់ស្រីអនណាយកសពមកឃើញស្រីនោះអើយចិញ្ចាំខ្ញុំចិញ្ចាំខ្ញុំបងយល់ឲ្យសពឃើញឯណែអូននាងជេកផ្លូវនាំឲ្យអាត្រូវសុំអូនកុំធ្វើបែបហ្នឹងរវល់តែឆ្លោះនាំឲ្យកូនគ្មានទីពឹងបើឆ្លោះមិនល្អឡើយសូមអូនជប់កាយបងខ្លាចអូនហើយប្រលឹងបងអើយយើងរស់ជួបជុំមរណាយើងជប់អីណែជុំពាំងអណាបំដល់អសូរាណាយើងភ្លឺស្លាប់ណាជាអមតៈណាយើងធ្វើស្រែណែដើម្បីក្រពេយល់វិលមកទាំងណែយល់សពមកយល់សូអយល់សូខំធាក់ឬមកដឹកសង្សារដើរលេងកំសាន្តខំធាក់ឬមកឲ្យដឹកសង្សារដើរលេងកំសាន្តបងនាំស្រកែវកល្យាននៅប្រាសាទបុរាណនៅព្រះវិហារស្នេហាបងប្រាប់ថាពុកផែនដីខ្មែរស្នេហាបងប្រាប់ថាពុកផែនដីខ្មែរប្រាសាទបុរាណជាគេយើងត្រូវខំថែខ្មែរឲ្យគង់វង្សប្រពរទេថាប្រាសាទដូនតាដីខ្មែរតែមួយប្រពរទេថាប្រាសាទដូនតាដីខ្មែរតែមួយព្រះវិហារជាប្រាសាទត្រួយដូនតាលើកស្ទួយទុកធ្វើជាគេឃើញសាទអភោខំកុំមក
ចង់បន្លំស្នេហាឃើញសាច់អូខំកុំមកចង់បន្លំស្នេហានៅវិហារទាំងពីរដូនតាដែលយើងរក្សាស្នេហាខ្ញុំអើយបើមើលអសប្បាយអ្នកស្រស់ឆោមឆាយបងក៏មិនថាបើមើលអសប្បាយអ្នកស្រស់ឆោមឆាយបងក៏មិនថាបើចង់មកសុំស្នេហាបងសូមប្រាប់ថាមានម្ចាស់រួចហើយបងប្រាប់ថាពុកផែនដីខ្មែរស្នេហាស្នេហាបងប្រាប់ថាពុកផែនដីខ្មែរប្រាសាទបុរាណជាគេដែលយើងខំថែខ្មែរអើយគង់វង្សប្រាប់បរទេសថាប្រាសាទដូនតាដីខ្មែរតែមួយប្រាប់បរទេសថាប្រាសាទដូនតាដីខ្មែរតែមួយព្រះវិហារជាប្រាសាទស្រួយដូនតាលើកស្ទួយទុកធ្វើជាគេឃើញស្អាតអូខំតែកុំមកចង់បន្លំស្នេហាឃើញស្អាតអូខំតែកុំមកចង់បន្លំស្នេហាព្រះវិហារតាំងពីដូនតាដែលយើងរក្សាស្នេហាខ្ញុំអើយបើមើលអសប្បាយដែលស្រស់ឆោមឆាយបងក៏មិនថាបើមើលអសប្បាយដែលស្រស់ឆោមឆាយបងក៏មិនថាបើចង់មកសុំស្នេហាបងសូមប្រាប់ថាមានម្ចាស់រួចហើយ
នៅវាត្រូវឆ្នាំមីអូនស្រីមកតាស់ក៏ចំដាំអូនអាចត្រូវឆ្នាំមីអូនស្រី